អាញាធរចិនទុកពេល30ថ្ងៃឲ្យគូកនពាក់ព័ន្ធលោក Gen Z ចូលខ្លួនសារភាពដើម្បីបានការសម្រាលទោសក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃទី15ខែមករាឆ្នាំ2026កន្លងនេះមកថានឹងទុកពេលឲ្យបណ្ដាញដែលជាដៃគូសហការពាក់ព័ន្ធនឹងអ ுக ្រិតជន Gen Z មានអ ுக ្រិតកម្មឆបោកអនឡាញឆ្លងដែនប្រគល់ខ្លួនដោយស្ម័គ្រចិត្តដើម្បីទទួលបានការបន្ធូរបន្ថយទោសស្រាលជាងមុនក្រសួងសន្តិសុខសាធារណៈចិនបានបញ្ជាក់ថាជនសង្ស័យរត់គេចខ្លួនត្រូវប្រគល់ខ្លួនមុនថ្ងៃទី15ខែកុម្ភៈឆ្នាំ2026នេះជាកំហិតនិងសារភាពទោសអ ுக ្រិតរបស់ពួកគេដោយស្មោះត្រង់ដើម្បីអាចមានសិទ្ធិទទួលបានការសម្រាលទោសការប្រកាសរបស់ក្រសួងសន្តិសុខសាធារណៈប្រទេសចិនធ្វើឡើងបន្ទាប់ពីអ ுக ្រិតជន Gen Z មានអ ுக ្រិតកម្មឆបោកអនឡាញឆ្លងដែនត្រូវបានអាជ្ញាធរចិននិងកម្ពុជាសហការចាប់ខ្លួនរួចត្រូវបានធ្វើបទច្បានបញ្ជូនចេញពីប្រទេសកម្ពុជាទៅប្រទេសចិនវិញក្រសួងបានជំរុញឲ្យក្រុមជនសង្ស័យជាប់ពាក់ព័ន្ធមេអ ுக ្រិតកម្មឆបោកអនឡាញគួរចាប់យកឱកាសចំនួន30ថ្ងៃដែលក្រសួងទុកពេលឲ្យនេះបានល្អដើម្បីចូលសារភាពដោយស្ម័គ្រចិត្តមុនអាជ្ញាធរចាត់វិធានការក្តៅដោយសង្កត់ធ្ងន់ថាអ្នកដែលបដិសេធមិនព្រមចូលខ្លួនសារភាពនឹងប្រឈមនឹងការតាមចាប់យ៉ាងពេញទំហឹងហើយទីក្រុងប៉េកាំងបានចាត់ទុកលោក Gen Z ថាជាមេខ្លោងដ៏សំខាន់មួយនៃក្រុមអ ுக ្រិតជនល្បែងស៊ីសងនិងជាអ ுக ្រិតជនប្រព្រឹត្តអំពើឆបោកឆ្លងដែនលោកប្រាក់សុខុនប្រមុខការទូតកម្ពុជានៅថ្ងៃទី14មករាបានចាត់ទុកការចាប់ខ្លួន Gen Z ថាជាការឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអ ுக ្រិតកម្មឆបោកអនឡាញហើយកម្ពុជាបានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសដៃគូក្នុងការបង្ក្រាបជនអ ுக ្រិតកម្មឆ្លងដែនជាពិសេសអ ுக ្រិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជាអង្គការឆបោកតាមអ៊ីនធឺណិតមុនជាប់ឈ្មោះជាមេអ ுக ្រិតកម្មឆបោកអនឡាញឆ្លងដែនលោក Gen Z ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីម្នាក់ដែលជាស្ថាបនិកក្រុមហ៊ុនបត់សម្ព័ន្ធធំមួយឈ្មោះថា Prince Group លោកគឺជាអ្នកជំនួយដ៏ល្បីមួយរូបដែលបានបោះទុនវិនិយោគលើគម្រោងជាច្រើននៅកម្ពុជារួមក្នុងវិស័យអចលនទ្រព្យនិងវិស័យធនាគារជាដើមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃលោក Gen Z រួមទាំងជនជាតិ2នាក់ទៀតត្រូវបានចាប់ខ្លួននិងបញ្ជូនទៅប្រទេសចិនវិញនៅថ្ងៃទី6ខែមករាលោក Gen Z បានជាប់ក្នុងសំណាញ់ច្បាប់អាមេរិកនិងអង់គ្លេសតាំងពីខែតុលាឆ្នាំមុននៅក្នុងបទចោទប្រកាន់លាងលុយកខ្វក់និងជាអ្នកសំគំនិតដឹកនាំប្រតិបត្តិការក្នុងមជ្ឈមណ្ឌលឆបោកអនឡាញដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជាបើតាមតុលាការក្រុងញូវយ៉កមជ្ឈមណ្ឌលឆបោកដែលមានលោក Gen Z ជាមេខ្លោងគ្រប់គ្រងជាទីកន្លែងដែលជួញដូរមនុស្សនិងការចាប់បង្ខាំងបង្ខំមនុស្សឲ្យធ្វើការហើយមួយរយៈចុងក្រោយនេះប្រទេសនៅអាស៊ីបន្ទាប់ដូចជាសិង្ហបុរីកូរ៉េខាងត្បូងថៃរួមទាំងកោះតៃវ៉ាន់ជាដើមបានរឹបអូសទ្រព្យសម្បត្តិរបស់លោក Gen Z ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារហើយជនបរទេសជាច្រើនអ្នកសម្រុកចេញពីខេត្តព្រះសីហនុក្រោយចាប់ខ្លួនមេខ្លោងឆបោកអនឡាញលោក Gen Z មានការអះអាងពីពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងខេត្តព្រះសីហនុមកថាជនបរទេសនៅខេត្តព្រះសីហនុកំពុងជ្រួលច្របល់ខ្លាំងនិងនាំគ្នារត់យ៉ាងប្រសេកប្រសាចពីកន្លែងស្នាក់នៅបន្ទាប់ពីមានការចាប់ខ្លួនបុគ្គលសំខាន់បំផុតក្នុងបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញគឺលោក Gen Z និងការចាប់ខ្លួនអតីតអ្នកអង្គការលីគួងកាលពីពេលថ្មីនេះតុលាការកម្ពុជាបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនម្ដងអាសន្នលោកលីគួងពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញនេះដែរយោងតាមវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី16ខែមករាឆ្នាំ2026កន្លងមកនេះមនុស្សរាប់ពាន់នាក់បានអស់វ៉ាលីដៃយកកុំព្យូទ័រសត្វចិញ្ចឹមនិងសម្ភារៈចាំបាច់មួយចំនួនដោយរត់គេចចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិតនៅខេត្តព្រះសីហនុបុរសម្នាក់បាននិយាយប្រាប់ AFP កាលពីថ្ងៃប្រហ័សទី17ខែមករានេះថាប្រទេសកម្ពុជាកំពុងមានការប្រែប្រួលលឿនមែនទែនហើយគាត់បានបន្ថែមទៀតថាគ្មានកន្លែងណាដែលមានសុវត្ថិភាពដើម្បីធ្វើការងារទៀតទេអ្នកកសែតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះទៅសង្កេតទីតាំងមួយចំនួនដែលត្រូវបានគេសង្ស័យថាមានការប្រព្រឹត្តសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញក្នុងក្រុងព្រះសីហនុបន្ទាប់ពីមានការចាប់ខ្លួននិងធ្វើបទច្បានមេបោកប្រាស់អនឡាញដ៏ល្បីឈ្មោះម្នាក់គឺលោក Gen Z អ្នកដែលចាក់ចែងពីកាស៊ីណូសន្តាគារនៅកន្លែងស្នាក់នៅមួយចំនួនបានប្រាប់ AFP ថាគ្មានអ្នកណាម្នាក់ចង់បន្តធ្វើការដោយលាក់អត្តសញ្ញាណទៀតទេក្រោមហេតុផលបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនអ្នកកាសែត AFP បានឃើញអ្នកនិយាយភាសាចិនកុងងឺស្ថិតក្នុងរថយន្តជាច្រើនគ្រឿងចាក់ចេញពីក្រុងព្រះសីហនុឆ្ពោះទៅកាន់ទីក្រុងភ្នំពេញវិទ្យុបារាំងអន្តរជាតិ RFI បានព្យាយាមសុំការអធិប្បាយពីមន្ត្រីនៅខេត្តព្រះសីហនុមួយចំនួនតាមប្រព័ន្ធទំនាក់ទំនងសង្គមនិងតាមទូរស័ព្ទតែមិនទាន់មានការឆ្លើយតបទេគិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍គូបញ្ជាក់ថាក្រោមការចាប់ខ្លួនមេឧក្រិដ្ឋកម្មឆបោកអនឡាញលោក Gen Z គេសង្កេតឃើញមានជនបរទេសជាច្រើនអ្នកនាំគ្នាសម្រុកចាក់ចេញទាំងក្រុមពីទីតាំងដែលពួកគេធ្លាប់ស្នាក់នៅក្នុងប្រទេសកម្ពុជា
តែគេមិនទាន់ដឹងច្បាស់ទៀតថាតើជនបរទេសទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញឬយ៉ាងណានោះទេក្នុងសំណុំរឿងឆបោកអនឡាញដដែលនេះគណៈកម្មការប្រឆាំងអំពើឆបោកអនឡាញរបស់កម្ពុជាបាននិយាយថាខ្លួនបានវាយឆ្មក់ទីតាំងឆបោកចំនួន118កន្លែងនិងចាប់ខ្លួនមនុស្សប្រមាណជាង5000នាក់ក្នុងរយៈពេល6ខែកន្លងទៅនេះកាលពីថ្ងៃទី15ខែមករាឆ្នាំ2026កន្លងទៅនេះសាលាដំបងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលោកលីគួងអ្នកចំនួនដីធ្លីនិងកាស៊ីណូក្រោមបទប្រព្រឹត្តអំពើឆបោកតាមអនឡាញដោយឡែកការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មបានប៉ាន់ប្រមាណថាការខាតបង់ជាសកលដោយសារការបោកប្រាស់តាមអ៊ីនធឺណិតបានកើនដល់$37,000ក្នុងឆ្នាំ2023ហើយថាយ៉ាងហោចណាស់មានមនុស្សចំនួន100000នាក់បានធ្វើការក្នុងផ្នែកនៅក្នុងប្រទេសកម្ពុជា